យប់ជ្រៅហើយនៅតែអ៊ូអរទៀត លោកតាហ៊ីខ្ញុំពិតជាសុំទោសខ្លាំងណាស់ដែលធ្វើឲ្យលោកតាពិបាកបែបនេះ លោកគ្រូសូមទទួលការគោរពពីកូនសិស្សផង ស៊ីវលីឯងរងរបួសហើយប្រញាប់ទៅមន្ទីរពេទ្យទៅកុំបារម្ភរឿងធ្វើជាកូនសិស្សចំណិតទោះឯងចង់រត់ក៏តាចាស់នេះមិនព្រមដែរ ខ្ញុំមិនអីទេមើលចុះខ្ញុំស្បែកក្រាស់ណាស់ត្រឡប់ទៅសម្រាប់បន្តិចទៅបានហើយគឺរឿងដាក់ទុននោះ ដល់ពេលណាហើយនៅគិតរឿងប្រពន្ធឯងទៀតអេជំរាបទៅជំនួយការថ្ងៃស្អែកពេលថ្ងៃទៅក្រុមហ៊ុនគ្រឿងអលង្ការដើម្បីពិភាក្សារឿងដាក់ទុន លោកតាហ៊ីសគុណដ៏ធំធេងនេះមិនអាចកាត់ថ្លៃបានទេយើងនឹងចងចាំទុកក្នុងចិត្ត អេថ្ងៃនេះពួកយើងសុទ្ធតែត្រូវអរគុណស៊ីវលីយប់នេះខ្ញុំនឹងឲ្យគេជូនអ្នកទាំងពីរទៅផ្ទះ មិនបាច់រំខានទេលោកគ្រូខ្ញុំត្រឡប់ទៅវិញខ្លួនឯងបានហើយលោកគ្រូសម្រាប់បានលឿនទៅតោះលាហើយលោកគ្រូ ពួកយើងទៅសិនហើយតោះលោកពិតជាមិនបាច់ទៅមន្ទីរពេទ្យមែនទេ មិនអីទេរាងកាយខ្ញុំដឹងច្បាស់អូនឯងកុំទុកអីធ្ងន់ណាស់ មិនធ្ងន់ទេពេលនេះលោកនៅចំពោះមុខមនុស្សជាច្រើនគឺជាកែវភ្នែករបស់គេហើយ ខ្ញុំជារបស់មនុស្សជាច្រើនស្អីគេ កែវមើលទៅលោកពិតជាមិនអីមែន អូយទោះបីជាអូនរុញបងយ៉ាងណាក៏បងនៅតែការពារអូនជានិច្ចដែរប្រពន្ធសម្លាញ់ អ្នកណាជាប្រពន្ធលោក ប្រពន្ធសម្លាញ់ប្រពន្ធសម្លាញ់ប្រពន្ធសម្លាញ់ តាមពិតជាមានមនុស្សដែលអាចលះបង់គ្រប់យ៉ាងដើម្បីខ្ញុំ